បាទទស្សជនជាទីគោរពនិងជាទីមេត្រីយើងខ្ញុំទៅពីអ្នកសូមស្វាគមន៍មកកាន់កម្មវិធីព័ត៌មានសេដ្ឋកិច្ចបាទហើយនៅថ្ងៃនេះមានខ្ញុំបាទគុំវណ្ណៈបាទចារួមជាមួយនឹងនាងខ្ញុំអ្នកស្ការសូមគោរពប្រិយមិត្តទស្សនិកជនហើយសម្រាប់យើងខ្ញុំទាំងពីរអ្នកនឹងជម្រាបជូនតេតិនទៅនឹងព័ត៌មានសេដ្ឋកិច្ចជាសំខាន់ធ្វើមួយបើសិនចំនួនបងក្រុមហ៊ុន Star Auto Cambodia នឹងរៀបចំការប្រគំតន្ត្រី The IMC Cambodia រដូវកាលទី2សន្និសីទសារព័ត៌មាននេះធ្វើឡើងនៅ showroom Mercedes-Benz ថ្មីរបស់ក្រុមហ៊ុន Star Auto Cambodia កាលពីថ្ងៃទី18 ខែមិនិនាឆ្នាំ2017ស្ដីអំពីការរៀបចំប្រគំតន្ត្រី The IMC Cambodia រដូវកាលទី2ក្នុងឆ្នាំ2015ដល់ឆ្នាំ2017នេះយើងឃើញមានសន្ទុះនៅចម្រៀង Original មានការកើនឡើងយ៉ាងខ្លាំងហើយកម្មវិធីនេះធ្វើឡើងជាលើកទី2ដើម្បីអបអរសាទរដល់វិស័យចម្រៀងតារាចម្រៀង Original ក៏ដូចជាការជំរុញតារាចម្រៀង Original ដែលកំពុងរះនឹងការគ្រប់គ្រងស្មារតីនៃការបង្កើតទម្លាប់គ្រប់គ្រងនិងបង្កើតស្នាដៃថ្មីប្រកបដោយមោទនភាពនិងភាពថ្លៃថ្នូរThe IMC Cambodia រដូវកាលទី2នឹងប្រព្រឹត្តទៅនៅថ្ងៃទី26 ខែមីនាឆ្នាំ2017នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលហៅកាត់ថា Techno ចាប់ពីម៉ោង 2 រសៀលដល់ម៉ោង 7 ល្ងាចក្នុងថ្ងៃនោះផងដែរនឹងមានការចែករង្វាន់ 6 ដល់តារាចម្រៀងនិងបទចម្រៀងដែលទទួលការបោះឆ្នោតពីមហាជនហើយអ្នកចូលរួមក៏ទទួលបានភាពសប្បាយរីករាយព្រមកំសាន្តជាមួយបទចម្រៀងនិងតារាចម្រៀង Original សំណប់ចិត្តរបស់ខ្លួនដូចជាលោកពិសេសលោកអ៊ូមសូរិយាកញ្ញានីគីសំរ៉ុកកឺក្រុម Astachi Band ក្រុម Safer Band កញ្ញាឆូដាលោកស្មីការួមទាំងតារាចម្រៀងដែលទទួលបានជ័យលាភី The IMC រដូវកាលមុនដូចជាលោកលេសូវ៉ាន់អាលិចលោក Jennifer កម្មវិធីនេះរៀបចំដោយក្រុមហ៊ុន Anusa រួមជាមួយដៃគូជាផ្លូវការរបស់ក្រុមហ៊ុន Smart និងឧបត្ថម្ភធំដោយក្រុមហ៊ុន Star Auto Cambodia